1, 2, 3, 4, 5, 6, 7, 8. ក្រោយពីបដូរដៃគូតស៊ូនៅក្នុងទឹកទី1អារម្មណ៍បែបណាដែរអារម្មណ៍ថាសប្បាយចិត្តផងអត់ទៅអត់អស់ចិត្តផងសម្រាប់ការត្រៀមខ្លួនប្រកួតនៅក្នុងថ្ងៃនេះបាទគឺបានត្រៀមខ្លួនប្រហែលជារយៈពេលប្រហែលដែរបាទសម្រាប់ខ្លាំងនេះផ្ទាល់បាទខ្ញុំអត់ទៅហាត់បានដល់ព្រោះថាការទៀតហ្នឹងវាបានថាជា2សប្តាហ៍តកតងទៅនឹងប្រភេទទម្ងន់បងប្អូនច្បាស់ជាចង់ដឹងណាស់តកតងទៅនឹងប្រភេទទម្ងន់ផ្ទាល់ពេលខ្លះឃើញខ្លាំងនឹងប្រកួត51ពេលខ្លះប្រកួត54គីឡូក្រាមសម្រាប់យើងផ្ទាល់នៅពេលបច្ចុប្បន្ននេះខ្លាំងនាងចង់ប្រកួតទម្ងន់ណាមួយសម្រាប់នៅក្នុងព្រឹត្តិការណ៍ធំជាក់លាក់51ឬក៏54បាទសម្រាប់ខ្ញុំស្រេចលើលោកគ្រូ51ក៏បាន54ក៏បាន51ក៏បាន54ក៏បានបាទបើយើងទម្លាក់មក51ដូចពីមុនវិញកម្លាំងស៊ូយើងគិតថាពេញលេខល្អទេបាទនិយាយទៅបើសិនជាយើងលាក់មក51យើងលឿនជាង54បាទតែបើសិនជាដៃគូឬក៏ម្ចាស់ឧបត្ថម្ភចង់ឲ្យប្រកួត54នៅក្នុងព្រឹត្តិការណ៍ធំណាមួយក៏បានដែរបាទជាចុងក្រោយបាទមានឲ្យអរគុណទៅពុកម៉ែបងប្អូនទេសម្រាប់ការគ្រប់គ្រងខំខ្លានេះផ្ទាល់តាំងពីដើមឡើយមកទល់បច្ចុប្បន្នគឺបងប្អូនមិនដែលភ្លេចសោះនៅពេលដែលប៉ះជើងខ្លាំងណាមួយគឺបងប្អូនតែងតែឃើញខំខ្លានេះមុនគេបាទខ្ញុំសូមអរគុណទៅដល់បងប្អូនហ្វេនទាំងអស់ដែលមកទស្សនានៅទីនេះហើយខ្ញុំសូមអរគុណទៅដល់ sponsor Boostrong បាទតែងតែផ្ដល់ឱកាសឲ្យខ្ញុំមកប្រកួតនៅទីនេះបាទអរគុណច្រើនបាទសង្ឃឹមថាបាទអាចជួបខ្លាំងនាងនៅឱកាសណាមួយទៀតជាពិសេសគឺកម្មវិធីធំបាទអរគុណច្រើន